បាទលោកនាងកញ្ញាជាទីមេត្រីអង្គការសហប្រជាជាតិអំពាវនាវឲ្យមេដឹកនាំនៃប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចាត់វិធានការដោះស្រាយបញ្ហាជួញដូរមនុស្សគ្រប់រូបភាពគណៈអង្គការអន្តរជាតិផ្នែកទេសន្តប្រវេសន៍ហៅកាត់ថា IOM ប្រារព្ធខួបលើកទី20ឆ្នាំសេចក្តីប្រកាសព័ត៌មានរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនហៅកាត់ថា UNHCR ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មព្រមទាំងអង្គការអន្តរជាតិផ្នែកទេសន្តប្រវេសន៍ហៅកាត់ថា IOM នៅថ្ងៃទី6ខែធ្នូម្សិលមិញបានអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ក្រាបនិងទប់ស្កាត់អត្រាកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានការជួញដូរមនុស្សការរត់ពន្ធមនុស្សនិងបញ្ហាសុវត្ថិភាពនៅដែនសមុទ្រជាដើមអង្គការសហប្រជាជាតិក៏បានផ្ដល់អនុសាសន៍ចំនួន6ចំណុចនៅក្នុងនោះរួមមានស្នើដល់រដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធដើម្បីបង្កើតក្រុមឆ្លើយតបជាបន្ទាន់និងសកម្មដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនអនុសាសន៍ទាំងនោះក៏បានជំរុញឲ្យមានការផ្ដោតយកចិត្តទុកដាក់លើសេវាជួយដល់ជនរងគ្រោះនៃការជួញដូរមនុស្សការរត់ពន្ធមនុស្សតាមសមុទ្រនិងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញក្នុងនោះក្រុមការងាររួមទាំងនោះត្រូវសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដើម្បីកាត់បន្ថយការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតទន្ទឹមគ្នានេះដែរអង្គការសហប្រជាជាតិក៏បានលើកទឹកចិត្តដល់រដ្ឋនីមួយៗឲ្យសហការគ្នាក្នុងភាពជាដៃគូជាមួយនឹងវិស័យឯកជនដើម្បីស្វែងរកមូលហេតុនៃការជួញដូរមនុស្សនិងការរត់ពន្ធមនុស្សដោយផ្អែកតាមស្តង់ដារការងារនិងសិទ្ធិមនុស្សអន្តរជាតិដើម្បីកាត់បន្ថយអត្រាជួញដូរមនុស្សជួយដល់ជនរងគ្រោះនិងជួយដល់ជនភៀសខ្លួនស្វែងរកការតាំងទីលំនៅនៅប្រទេសទី3ជាដើមចំណែកនៅប្រទេសកម្ពុជាវិញរបាយការណ៍ក្រសួងមហាផ្ទៃឲ្យដឹងថារយៈពេល6ខែឆ្នាំ2022សមាជិកបង្ក្រាបអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទបានចំនួន122ករណីនិងបានជួយជនរងគ្រោះចំនួន254នាក់ក្នុងនោះស្ត្រី190នាក់ក្នុងចំណោមជនរងគ្រោះទាំងនោះមានក្មេងអាយុក្រោម15ឆ្នាំចំនួន100នាក់និងក្មេងអាយុចន្លោះពី15ទៅ17ឆ្នាំចំនួន29នាក់សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន147ករណីក្នុងនោះជនសង្ស័យជាជនបរទេសចំនួន22នាក់មាន4សញ្ជាតិរួមមានចិនថៃវៀតណាមនិងបង់ក្លាដេសពាក់ព័ន្ធនឹងការបង្ខាំងមនុស្សឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញវិញតាមរយៈ Facebook របស់លោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញថារហូតមកទល់នឹងចុងខែតុលាឆ្នាំ2022នេះសមាជិកទទួលបានពាក្យបណ្ដឹងសរុបចំនួន536ករណីពាក់ព័ន្ធនឹងមនុស្សជិត1400នាក់និងជួយសង្គ្រោះជនរងគ្រោះចំនួន661នាក់ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន82នាក់បិទក្រុមហ៊ុន5ទីតាំងនិងកំពុងស្រាវជ្រាវរកក្រុមហ៊ុនជាច្រើនទៀតបាទលោកនាងកញ្ញាជាទីមេត្រីពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ2023ខាងមុខនេះវិញរដ្ឋាភិបាលលោកហ៊ុនសែនបានព្យាយាមប្រមូលអ្នកជំនាញផ្សេងៗគ្នារួមទាំងអ្នកច្បាប់អ្នកសារព័ត៌មានកវីនិពន្ធនិងអ្នកជំនាញកសិកម្មជាដើមឲ្យទៅបម្រើនៅក្នុងជួររដ្ឋាភិបាលរបស់លោកតាមរយៈការផ្ដល់តួនាទីជាអនុរដ្ឋលេខាធិការនិងរដ្ឋលេខាធិការជាដើមតើលោកហ៊ុនសែនប្រមូលអ្នកជំនាញវិជ្ជាជីវៈដោយផ្ដល់តួនាទីឋានៈបុណ្យស័ក្តិបែបនេះជាការយកទៅពង្រឹងស្ថាប័នរដ្ឋដើម្បីជួយដល់ប្រជាពលរដ្ឋឬដើម្បីយកទៅបម្រើអំណាចផ្ទាល់ខ្លួនរបស់លោកបាទសូមលោកនាងរងចាំស្ដាប់បទសម្ភាសន៍របស់លោកទីនសាការីយ៉ានិងព្រះតេជគុណបុត្របន្ទែងអំពីបញ្ហានេះនាពេលបន្តិចទៀតបាទលោកនាងកញ្ញាជាទីមេត្រីសហគមន៍ខេត្តកោះកុងអាជ្ញាធរមូលដ្ឋាននិងក្រុមអង្គការសង្គមស៊ីវិលនៅថ្ងៃទី6ធ្នូបានរួមគ្នារៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូខួបលើកទី74ក្រោមប្រធានបទសាមគ្គីភាពប្រជាពលរដ្ឋដើម្បីយុត្តិធម៌សង្គមសិទ្ធិមនុស្សនិងកិច្ចគាំពារសង្គមកម្មវិធីនេះមានអ្នកចូលរួមប្រមាណ 1500 នាក់ដែលប្រពៃឡើងនៅខេត្តកោះកុងដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុងលោកហាក់លេងនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតមន្ត្រីសង្គមស៊ីវិលឲ្យដឹងថាការប្រារព្ធពិធីនេះឡើងក្នុងបំណងផ្ដល់ឱកាសឲ្យប្រជាសហគមន៍និងកសិករបង្ហាញពីក្តីកង្វល់របស់ខ្លួនអំពីផលប៉ះពាល់នៃការរំលោភសិទ្ធិរបស់ពួកគាត់ដើម្បីឲ្យអាជ្ញាធរពិចារណាដោះស្រាយប្រធានសហភាពផ្ទះសាមគ្គីលោកថេងសាវឿនថ្លែងថាវេទិកានេះនឹងពំនាំនៅបញ្ហានិងដំណោះស្រាយជាច្រើនដែលត្រូវបានលើកឡើងដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាដីធ្លីបញ្ហាយុត្តិធម៌សង្គមកិច្ចគាំពារសង្គមសេវាសង្គមនិងសិទ្ធិសេរីភាពជួបប្រជុំអភិបាលកិច្ចល្អសេរីភាពបញ្ចេញមតិសេរីភាពសហគមន៍និងទូនាទីកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ
ប្រជាសហគមន៍ដីធ្លីខេត្តកោះកុងដែលបានចូលរួមនៅក្នុងកម្មវិធីនោះដែរគឺលោកស្រីផៅយើងប្រាប់វិទ្យុអាស៊ីសេរីថាគោលបំណងសំខាន់នៅក្នុងពិធីនេះគឺប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្តកោះកុងយកចិត្តទុកដាក់ដោះស្រាយវិវាទដីធ្លីឲ្យបានជ្រះស្រឡះដោយយុត្តិធម៌ដែលជាឫសគល់នៃការរំលោភសិទ្ធិមនុស្សលោកស្រីថាពេលនេះវិបត្តិដីធ្លីនៅតែជាប់គាំងធ្វើឲ្យពលរដ្ឋលំបាកវេទនានិងវិច្ចបង្វិចដើររកដំណោះស្រាយស្ទើរគ្រប់ស្ថាប័នជាច្រើនឆ្នាំមកហើយយើងស្នើសុំឲ្យមានការធ្វើការដោះស្រាយបញ្ចប់វិវាទដីកុំឲ្យដោះឲ្យទុកចោលដូច175ហ្នឹងដោះបានដីបានលុយដាក់មានប្លង់ដីអីប៉ុន្តែផ្លូវពិបាកអីចឹងវាអត់ល្អដោយសារដោះចឹងនៅពេលហ្នឹងគឺពួកយើងទៅតវ៉ាស្នើសុំផ្លូវអីទៀតគេចោទយើងថាបាត់ញុះញង់បាត់អីចឹងទៅដូចដីតាស់ខ្ញុំអីចឹងដោះស្រាយតែដោះដូចដោះខ្យល់ចឹងហ្នឹងមកយកតែដីពួកខ្ញុំទៅឲ្យលោកហេងហ៊ុយឯងមកទល់នឹងពេលនេះមន្ត្រីសង្គមស៊ីវិលដឹងថាពិធីនេះក្នុងបំណងផ្ដល់ឱកាសឲ្យប្រជាសហគមន៍និងកសិករបង្ហាញពីក្តីកង្វល់របស់ខ្លួនដែលមានផលប៉ះពាល់លើពួកគាត់ដើម្បីឲ្យអាជ្ញាធរពិចារណាដោះស្រាយប្រធានសហភាពផ្ទះសាមគ្គីលោកថេងសាវឿនថ្លែងថាវេទិកានេះនឹងលើកឡើងនៅបញ្ហាជាច្រើនដើម្បីស្វែងរកដំណោះស្រាយរួមមានបញ្ហាដីធ្លីបញ្ហាយុត្តិធម៌សង្គមកិច្ចគាំពារសង្គមសេវាសង្គមសិទ្ធិសេរីភាពការជួបប្រជុំអភិបាលកិច្ចល្អសេរីភាពបញ្ចេញមតិនិងសេរីភាពសហគមន៍និងទូនាទីកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធបាទលោកនាងកញ្ញាជាទីមេត្រីពាក់ព័ន្ធនឹងសំណុំរឿងរបស់គណៈបកប្រឆាំងនៅតុលាការនៅវិញតុលាការក្រុងភ្នំពេញនៅថ្ងៃទី6ខែធ្នូម្សិលមិញបានសម្រេចលើកពេលសវនាការរឿងក្តីអតីតមេឃុំជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិនៅឃុំត្រែងត្រយឹងខេត្តកំពង់ស្ពឺគឺអ្នកស្រីកឹមតូឡាពាក់ព័ន្ធនឹងបទចោទអំពីការញុះញង់ទៅពេលក្រោយវិញដោយមិនទាន់កំណត់ថ្ងៃជាក់លាក់នោះឡើយមេធាវីនិងមន្ត្រីសិទ្ធិមនុស្សស្នើដល់តុលាការឲ្យពន្យាលើសំណុំរឿងនេះឲ្យបានឆាប់ដើម្បីកុំឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ឃុំបាទពីរដ្ឋធានីវ៉ាស៊ីនតោនលោកទីនសាការីយ៉ារាយការណ៍ជុំវិញព័ត៌មាននេះមេធាវីរបស់អតីតមេឃុំជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិអ្នកស្រីកឹមតូឡាគឺលោកកើតខីប្រាប់វិទ្យុអាស៊ីសេរីថាសមត្ថកិច្ចបានដឹកមេឃុំជាប់ឆ្នោតគណៈបកប្រឆាំងគឺអ្នកស្រីកឹមតូឡាតាមរថយន្តពីពន្ធនាគារមកកាន់សាលាដំបងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី6ធ្នូប៉ុន្តែតុលាការបានសម្រេចលើកពេលសវនាការភ្លាមក្រោមហេតុផលថាចៅក្រមថ្មីដែលកាន់សំណុំរឿងនេះទើបផ្លាស់ប្ដូរមកកាន់តុលាការក្រុងភ្នំពេញលោកឲ្យដឹងទៀតថាតុលាការក៏មិនទាន់កំណត់ថ្ងៃជាក់លាក់សម្រាប់កាត់ក្តីសំណុំរឿងញុះញង់នេះនៅឡើយដែរទោះជាយ៉ាងណាមេធាវីកើតខីស្នើដល់តុលាការឲ្យជួយពន្លឿនសំណុំរឿងនេះដើម្បីផ្ដល់យុត្តិធម៌ដល់កូនក្តីរបស់លោកតុលាការលើកពេលសវនាការដោយហេតុផលដែលគេលើកហ្នឹងគឺដោយសារតែក្រមថ្មីទៅនឹងមកអញ្ចឹងតែក្រមទៅផ្លាស់មកតែយើងចង់ឲ្យមានការជំរះបានលឿនចឹងមេឃុំជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិនៅឃុំត្រែងត្រយឹងគឺលោកស្រីកឹមតូឡាធ្លាប់បានភៀសខ្លួនទៅច្រកកនយោបាយនៅក្នុងប្រទេសថៃមួយរយៈក្រោយពីតុលាការខេត្តកំពង់ស្ពឺបានចេញនីការកោះហៅទៅបំភ្លឺរឿងបង្ហោះសារគាំទ្រលោកកឹមសុខានិងលោកសំរងស៊ីជាមនុស្សតែមួយនិងបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោកសំរងស៊ីកាលពីចុងឆ្នាំ2019លោកស្រីបានវិលទៅកម្ពុជាវិញនៅពេលលោកហ៊ុនសែនបានអំពាវនាវឲ្យសកម្មជនគណបកប្រឆាំងដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសទាំងអស់ឲ្យវិលចូលផ្ទះសម្បែងវិញប៉ុន្តែក្រោយពេលលោកស្រីវិលមកកម្ពុជាវិញសមត្ថកិច្ចបានឡោមព័ទ្ធចាប់ខ្លួនលោកស្រីដាក់ក្នុងពន្ធនាគាររយៈពេលជាង3ខែទើបដោះលែងវិញកាលពីថ្ងៃទី13វិច្ឆិកាឆ្នាំ2021ទោះបីជាយ៉ាងនេះក្តីសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី10សីហាបានចេញសារក្រមកម្បាំងមុខផ្ដន្ទាទោសអតីតមេឃុំត្រែងត្រយឹងខេត្តកំពង់ស្ពឺគឺលោកស្រីកឹមតូឡានិងអតីតមេឃុំរស័យក្រោកខេត្តបន្ទាយមានជ័យដែលកំពុងជាប់ឃុំគឺអ្នកស្រីឡាញ់ថាវរីនិងមន្ត្រីបកសង្គ្រោះជាតិកំពុងភៀសខ្លួននៅក្រៅប្រទេសចំនួន4រូបទៀតពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់រយៈពេល18ខែហើយតុលាការក៏បង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនពួកគេយកមកអនុវត្តទោសក៏ប៉ុន្តែសារក្រមកម្បាំងមុខនេះអ្នកស្រីកឹមតូឡាមិនបានដឹងនោះទេសមត្ថកិច្ចបានឃាត់ខ្លួនលោកស្រីកឹមតូឡានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃទី30តុលានៅពេលដែលលោកស្រីប្រែលិខិតឆ្លងដែនដល់អាជ្ញាធរដាក់នៅក្នុងបញ្ជីខ្មៅក្រុងចេញដំណើរពីកម្ពុជាទៅរស់នៅជាមួយស្វាមីនៅប្រទេសអាល្លឺម៉ង់វិទ្យុអាស៊ីសេរីមិនអាចតតងណែនាំពាក្យស្វានដំបងរាជធានីភ្នំពេញលោកអេរិនដើម្បីសំសួរបញ្ជាក់បន្ថែមអំពីបញ្ហានេះបានទេនៅថ្ងៃទី6ធ្នូជំវិញនឹងរឿងនេះនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូលោកអំសំអាតមើលឃើញថាការលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងលោកស្រីកឹមតូឡាក្រោមហេតុផលផ្លាស់ប្ដូរចៅក្រមនៅពេលនេះហាក់មិនសមហេតុផលនោះទេគណៈតុលាការបានកំណត់ពេលវេលាជាក់លាក់រួចទៅហើយនោះលោកបញ្ជាក់ថាផ្អែកតាមច្បាប់និងបទដ្ឋានអន្តរជាតិជនជាប់ចោទតុលាការត្រូវកំណត់កាលបរិច្ឆេទជំនុំជម្រះឲ្យបានឆាប់រហ័សពីព្រោះការពន្យាពេលវេលាសវនាការយូរនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងសេរីភាពរបស់ជនជាប់ចោទចំណែកឯការចាប់ឃុំខ្លួនលោកស្រីកឹមតូឡាជាលើកទី2នេះវិញលោកអំសំអាតនៅតែមើលឃើញថាជារឿងនយោបាយមិនមែនជាការអនុវត្តច្បាប់នោះទេ
លោកអំពីនេះដល់ស្ថាប័នតុលាការគួរតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដើម្បីជៀសផុតពីការរិះគន់និងបរិយាកាសនយោបាយអាប់អួរនៅមុនបោះឆ្នោតឆ្នាំ2023នេះករណីនៃគំតឡានេះវាជារឿងនយោបាយអត់ច្បាប់ណាហើយការខ្លួនលោកស្រីគំតឡាឡើងវិញនេះក៏យើងមើលទៅក្នុងតម្រងរូបភាពមួយវាមិនសូវល្អនៅក្នុងបរិយាកាសស្ថានភាពនយោបាយឬក៏បរិយាកាសបាយស្ថិតរកការបោះឆ្នោតឆ្នាំ2023ខាងមុខណាមកទល់ពេលនេះមានសកម្មជនគណបកប្រឆាំងនៅនៃរិះគន់រដ្ឋាភិបាលជាង60នាក់ហើយកំពុងជាប់ពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនពួកគេភ័យច្រើនត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ2020មកតុលាការបានចាប់ប្រកាន់ពួកគេដូចគ្នាគឺពីបទរួមគំនិតក្បត់ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ញុះញង់ឲ្យប្រព្រឹត្តបទអក្រិតជាអាតនិងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើមក៏ប៉ុន្តែការចាប់ប្រកាន់ទាំងនេះត្រូវបានសហគមន៍ជាតិអន្តរជាតិមើលឃើញថាជារឿងនយោបាយខ្ញុំបាទធីនសាការីយ៉ាអសិលសេរីប្រធានី Washington